ចឹងយើងដល់ចំណុចទី3យើងរៀនអំពីឆាអឹមបកប្រែខ្មែរថាព្យញ្ជនៈអញ្ចឹងព្យញ្ជនៈកូរ៉េគឺមាន19តួទី1គឺខីយ៉ុកស្មើនឹងអក្សរកខឬក៏ខវាស្មើអក្សរច្រើនកខកនេះគឺអាស្រ័យទៅលើខ្មែរយើងដោយសារឧទាហរណ៍ថាយើងចង់បានពាក្យថាការអញ្ចឹងតើយើងទៅសេអក្សរកដាក់ស្អាមិនការហើយឧទាហរណ៍ថាយើងចង់បានពាក្យខ្លីអញ្ចឹងតើយើងសេអក្សរខបានខចង្ឡបកស្អីមិនចេញខ្លីអញ្ចឹងវាប្រែប្រួលទៅតាមអក្សរខ្មែរយើងដោយសារខ្មែរយើងមានពួកអនិងអអញ្ចឹងយើងចំណាំថាអក្សរខីយ៉ុកគឺមានសម្លេងកផងខផងខផងដល់ពេលដែលយើងរៀនពាក្យទៅយើងនឹងចាំថាអូពាក្យនេះគឺអានសម្លេងកពាក្យនេះអានសម្លេងខបន្ទាប់មកទៀតនីអ៊ឿនស្មើនឹងអក្សរណឬក៏អក្សរណបន្ទាប់មកធីគឹតស្មើអក្សរតដថអញ្ចឹងវាមានច្រើនមែនប៉ុន្តែយើងកុំតន់អាលគិតទៅលើវាច្រើនពេកដល់ពេលដែលយើងរៀនពាក្យទៅយើងនឹងចាំខ្លួនឯងហើយបន្ទាប់មករីអ៊ឺលស្មើនឹងអក្សររបន្ទាប់មកទៀតមីអ៊ឹមស្មើអក្សរមឬក៏អក្សរមបន្ទាប់មកទៀតភីអ៊ឹបស្មើអក្សរផបស៊ីអ៊ុតស្មើអក្សរសអ៊ីអ៊ឹងស្មើអក្សរអឬក៏និយាយថាអត់មានសលេងក៏បានដែរបន្ទាប់មកគឺជីអ៊ឹតស្មើអក្សរចឬក៏ឆវាមានការប្រែប្រួលបន្ទាប់មកទៀតឈីអ៊ឹតស្មើនឹងអក្សរឆតែមួយទេគឺអត់ប្រែប្រួលទេបន្ទាប់មកហ៊ីអ៊ឹតស្មើអក្សរហខីអ៊ឹកស្មើអក្សរខឬក៏អក្សរខបន្ទាប់មកធីអ៊ឹតស្មើអក្សរថឬក៏ថបន្ទាប់មកទៀតចុងក្រោយគេគឺភីអ៊ឹបស្មើនឹងអក្សរផឬក៏អក្សរផអញ្ចឹងអានេះគឺមានចំនួន14តួអញ្ចឹងនៅសល់5ទៀតគឺពពួកសាំងនិយាយទៅគឺពពួកដែលមានជញ្ជនៈ2តួត្រួតគ្នាអញ្ចឹងយើងមើលទាំងអស់គ្នាចាអញ្ចឹង5ទៀតគឺមានសាំងខីយ៉ុកគឺដូចជាមួយនឹងខីយ៉ុកដែលយើងរៀនដំបូងនេះដែរគ្រាន់តែគេដាក់មកសាំងហ្នឹងបានន័យថាភ្លោះឬក៏2អញ្ចឹងសាំងខីយ៉ុកបានន័យថាមានខីយ៉ុក2ដងហើយពពួកសាំងសលេងវាតែមួយទេអត់ប្រែប្រួលទេអញ្ចឹងសាំងខីយ៉ុកស្មើនឹងអក្សរកបន្ទាប់មកទៀតសាំងធីគឹតនេះសាំងធីគឹតស្មើនឹងអក្សរតឬក៏អក្សរតបន្ទាប់មកសាំងភីអ៊ឹបស្មើអក្សរពឬក៏អក្សរពបន្ទាប់មកសាំងស៊ីអ៊ុតស្មើនឹងអក្សរសសាំងជីអ៊ឹតស្មើនឹងអក្សរចអញ្ចឹងព្យញ្ជនៈភ្លោះអានបញ្ចេញខ្យល់ខ្លាំងអញ្ចឹងអាខីយ៉ុកទី1នេះគឺយើងអានខីយ៉ុកដល់ពេលអានេះសលេងរបស់វាគឺកអានេះតអានេះពអានេះសអានេះចគឺសលេងវាខ្លាំងជាងអាពពួកតែមួយចា៎អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេខំសាហាមនីដាអរគុណសម្រាប់ការទស្សនាថៅមេតូផាយ៉ូជួបគ្នាពេលក្រោយទៀត